ជំរាបសួរលោកគ្រូនេះគឺជាវីដេអូ final project របស់ខ្ញុំហើយក្នុង Cisco Lab នឹងផងដែរខ្ញុំអត់បានបង្ហាញពី configuration ទេអញ្ចឹងខ្ញុំចូលទៅកាន់ router មួយយកហ្មងហើយក្នុង router មួយហ្នឹងខ្ញុំវាយ command show running config ដើម្បីឲ្យវា show នៅ configuration ដែលខ្ញុំបានធ្វើនៅលើ router ទី1ហ្នឹងហើយនេះគឺជា OSPF configuration ដែលខ្ញុំបានដាក់ passive interface ទៅលើ G0/0 ហើយនិង G0/1 ដែលភ្ជាប់ទៅកាន់ server ហើយនិង PC ហើយភ្ជាប់ network របស់ server ហើយនិង PC ហ្នឹងទៅកាន់ network របស់ router ទី2ហើយនិង router ទី3ហើយខ្ញុំបានទៅសេជាមួយនឹង access control ដើម្បីឲ្យវារកនៅ traffic ដែលចេញពី PC ទី2ទៅកាន់ server តែយើងនៅតែឲ្យ traffic ផ្សេងហ្នឹងអាច connect ជាមួយគ្នាបានដដែលហើយខ្ញុំដាក់ access control ហ្នឹងទៅលើ interface G0/0 ដើម្បីកំណត់នៅ traffic នៅលើ access control នេះហើយឥឡូវយើងចូលទៅកាន់ PC ទី1ដើម្បីតេស្តមើលថាតើ PC ទី1នេះវាអាច connect ជាមួយនឹង router ឬក៏ internet អីបានអត់អញ្ចឹងយើងអាចតេស្តជាមួយនឹង ping network 8.8.8ជំនាញតេស្តទៅវាណាការចឹងឥឡូវយើងសាក់តេស្ត shutdown នៅលើ interface S0/1/1 ដែលភ្ជាប់ទៅកាន់ router ចឹងយើងឃើញថា link router ទី1និង router ទី2ហ្នឹងវាបាន shutdown នេះចឹងឥឡូវយើងសាក ping ជាមួយ network 8.8.8 តែថាតើវាអាច connect ជាមួយគ្នាបានទៀតអត់ចាឥឡូវវា connect បានដំណើរការធម្មតាអញ្ចឹងមានន័យថានៅពេលដែល default route ដែល link រវាង router 1និង router 2ហ្នឹងវាមានបញ្ហាដូចជា shutdown អីហ្នឹងអញ្ចឹងវានឹង automatic switch ទៅប្រើជាមួយនឹង floating default route អញ្ចឹងរាល់ traffic ចេញពី router ទី1ទៅកាន់ router ទី2ត្រូវឆ្លងកាត់ floating default route ដែលតាមរយៈ router ទី3សិនបានវា forward traffic ហ្នឹងមកកាន់ router ទី2វិញអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូហើយសម្រាប់ Cisco Lab មួយហ្នឹងខ្ញុំរៀង challenge ខ្ញុំដែរខ្ញុំអត់សូវយល់ពី STP ហើយនឹងការធ្វើ configuration ទៅលើ internal port អីហ្នឹងទេលោកគ្រូបាទសូមអរគុណលោកគ្រូ